សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីល្អបំផុតដើម្បីបណ្ដុះឫសរុក្ខជាតិគ្រប់ប្រភេទដែលអ្នកមានក្នុងសួនរបស់អ្នកហើយពេលខ្ញុំនិយាយថាគ្រប់ប្រភេទគឺជាគ្រប់ប្រភេទពិតនេះជាវិធីមួយដែលស្ទើរតែមិនមាននរណានិយាយពីវាទេប៉ុន្តែវាមានហេតុផលពេញលេញណាស់ហើយអ្វីដែលល្អបំផុតគឺអ្នកមិនចាំបាច់ប្រើជីបជួយបង្កើតរសពិសេសណាមួយទេមិនចាំបាច់ប្រើទឹកសណ្តែកបាយឬថ្នាំចម្លងចម្លែកណាមួយឡើយអ្វីដែលយើងនឹងធ្វើគឺបង្កើតលក្ខខណ្ឌដ៏ល្អឥតខ្ចោះសម្រាប់ឲ្យកូនដើមអាចបង្កើតរសដោយខ្លួនឯងបើបន្ទាប់មកអ្នកចង់ប្រើជាតិជួយបង្កើតរសក៏បានដែរវានឹងជួយឲ្យដំណើរការនេះលឿនឡើងប៉ុន្តែវិធីនេះដំណើរការបានដោយប្រើតែទឹកប៉ុណ្ណោះហើយអាចប្រើបានសម្រាប់រុក្ខជាតិដូចជាស្លឹកគ្រៃស្លឹកក្រអូបចាស់មីនមិនសាវីប៉ូតូផ្កាកុលាបដើមត្រយងដំណាំប៉េងប៉ោះដើមក្រូចឆ្មាដើមក្រូចបញ្ជីនេះស្ទើរតែមិនមានទីបញ្ចប់ថ្ងៃនេះយើងនឹងប្រើដបទឹកធំមួយប្រហែល5ឬ6លីត្រដែលជាដបធម្មតាដែលគេទិញនៅផ្សារទំនើបនៅតំបន់ខ្លះទីនេះគេហៅវាថាការ៉ាហ្វាដបធំឬគ្រាន់តែដបទឹកប៉ុណ្ណោះអ្វីសំខាន់គឺវាត្រូវតែថ្លានិងងាយស្រួលកាត់មនុស្សជាច្រើនសុំខ្ញុំឲ្យបង្ហាញវិធីងាយស្រួលជាងប្រព័ន្ធបន្តពូជដែលខ្ញុំបានបង្ហាញក្នុងវីដេអូមុនដូច្នេះថ្ងៃនេះខ្ញុំយកមកជូនអ្នកនៅកំណែតូចនិងងាយប្រើនេះដែលល្អសម្រាប់ធ្វើនៅផ្ទះដោយប្រើសម្ភារៈដែលយើងមានស្រាប់អ្វីដំបូងដែលយើងត្រូវធ្វើគឺបង្កើតធុងទឹកតូចមួយនៅផ្នែកខាងក្រោមដបប្រហែល6សង់ទីម៉ែត្រកម្ពស់វាសំខាន់ណាស់កុំធ្វើរនៅគោលដបព្រោះនោះជាទឹកសម្រន់របស់យើងនៅលើធុងទឹកនោះយើងនឹងទុកចន្លោះបន្ថែមចំនួន6ដល់5ប៉ុន្មានសង់ទីម៉ែត្រសម្រាប់ដីដាំនៅចំហៀមមួយនៅកម្ពស់6សង់ទីម៉ែត្រនោះយើងនឹងធ្វើរន្ធតូចមួយរន្ធតូចនេះនឹងជួយឲ្យទឹកលើសចេញនិងឲ្យខ្យល់ចេញចូលផងដែរយើងមិនចង់ឲ្យទឹកឡើងដល់កម្ពស់ទេព្រោះវាអាចធ្វើឲ្យដើមកាត់រលួយឥឡូវនេះយើងកាត់ផ្នែកខាងលើដបប៉ុន្តែមិនបំបែកចេញទាំងស្រុងទេយើងចង់ឲ្យវាធ្វើជាគម្របដែលភ្ជាប់នៅមួយចំហៀងដូចជាច្រវាក់ដើម្បីអាចបើកបិទបានងាយស្រួលបើអ្នកសម្គាល់ទីកាត់ជាមុនដោយប្រើពេជ្រសរសេរវានឹងស្អាតជាងគម្រบบិទដបយើងមិនប្រើទេយើងចង់ឲ្យខាងក្នុងអាចដកដង្ហើមបានល្អសម្រាប់ដីដាំអ្នកអាចប្រើខ្សាច់ទន្លេដែលល្អបំផុតព្រោះវាអាចបង្ហូរទឹកបានល្អហើយមិនមានអំបិលទេបើអ្នកមានតែខ្សាច់ឆ្នេរប៉ុណ្ណោះអ្នកអាចប្រើវាបានប៉ុន្តែត្រូវលាងវាច្រើនដងដើម្បីយកអំបិលចេញអ្នកក៏អាចប្រើ Perlita, Vermiculita ឬ Kali សម្រាប់ដាំកូនផងដែរជម្រើសណាមួយក្នុងចំណោមទាំងនេះក៏ដំណើរការល្អដូចគ្នាពេលយើងដាក់ខ្សាច់ចូលរួចហើយត្រូវបិទរន្ធខាន់ចំហៀងដោយប្រើសរសៃក្បាសតិចដើម្បីកុំឲ្យខ្សាច់រត់ចេញឥឡូវនេះយើងដាក់សរសៃក្បាសហើយប្រើខ្សាច់ទៅឲ្យជួយដាក់វាទៅកន្លែងដែលសមស្របបន្ទាប់មកយើងបញ្ចប់ការដាក់ខ្សាច់នៅសល់រហូតដល់កម្រិតដែលយើងបានសម្គាល់ពីមុនសរសៃក្បាសអាចឲ្យទឹកនិងខ្យល់ឆ្លងកាត់បានប៉ុន្តែបង្កាប់មិនឲ្យសារធាតុដាំដុះរត់ចេញបន្ទាប់មកយើងបញ្ចូលទឹកចូលផ្នែកបាតរហូតដល់ទឹកចាប់ផ្ដើមហូរចេញតាមរន្ធខាងចំហៀងនោះនៅពេលនោះយើងនឹងដឹងថាកម្រិតទឹកស្ថិតនៅកន្លែងដែលយើងចង់បានត្រូវពិនិត្យមើលឲ្យប្រាកដថារន្ធតូចនោះមិនត្រូវបានរងខ្ទប់ទេព្រោះបើវាត្រូវបានបិទខាងក្នុងនឹងពោពេញទៅដោយទឹកហើយអាចធ្វើឲ្យដើមកាត់រលួយឥឡូវនេះយើងទៅកាន់ដើមកាត់លើកនេះខ្ញុំនឹងប្រើដើមកាត់ស្លឹកគ្រៃដែលជ្រុញជារុក្ខជាតិមួយដែលងាយស្រួលដាំបង្អស់ទំហំដើមកាត់ដ៏ល្អបំផុតគឺប្រហែល10ដល់15សង់ទីម៉ែត្រប្រវែងមិនចាំបាច់ឲ្យវាធំដូចដើមខ្មៅដៃទេគ្រាន់តែជាដើមមែកសុខភាពល្អមានសាច់ខ្លាញ់បន្តិចមិនស្រស់ពេកនិងមិនរឹងពេកយើងដកស្លឹកចេញពីផ្នែកខាងក្រោមដោយទុកស្លឹកនៅផ្នែកខាងលើប៉ុណ្ណោះបើអ្នកចង់អ្នកអាចលាបជែលអាឡូវេរីធម្មជាតិនៅគល់ដើមកាត់បានដោយវាជួយឲ្យសះស្បើយនិងការពារការឆ្លងមេរោគប៉ុន្តែមិនមែនជាកាត់ប៉ូកេតទេបន្ទាប់មកយើងដាក់ដើមកាត់ចូលក្នុងខ្សាច់ដោយមិនឲ្យដល់បាតដបទេចងចាំថានៅក្នុងប្រហែល6សង់ទីម៉ែត្រចុងក្រោយមានទឹកដូច្នេះដើមកាត់ត្រូវតែស្ថិតនៅលើកម្រិតរន្ធតូចនៅតំបន់ដែលខ្សាច់សាមប៉ុន្តែមិនសាមលិចទឹកទេប្រព័ន្ធនេះដំណើរការបានដោយសារតែសមត្ថភាពបាញ់ទឹកតាមរន្ធតូចទឹកនៅបាតដបនឹងឡើងលើបន្តិចម្ដងតាមខ្សាច់ដើម្បីរក្សាកម្រិតសំណើមឲ្យថេរនិងល្អឥតខ្ចោះសម្រាប់ឲ្យដើមកាត់ចាប់ផ្ដើមបង្កើតរសដោយមិនរលួយមានចំណុចសំខាន់ពីរដែលអ្នកមិនគួរចោលភ្លេចទេអំបូងសូមកុំឲ្យទឹកនៅបាតដបស្ងួតឡើយពិនិត្យមើលជាប្រចាំហើយបំពេញទឹកបន្ថែមបើចាំបាច់និងទី2កុំប្រើជាតិជួយបង្កើតឫសសរីរាង្គដូចជាទឹកសណ្តែកកញ្ចុះទឹកអង្ករឬអ្វីដូចគ្នាព្រោះដោយសារតែមិនមានប្រព័ន្ធបង្ហូរទឹកនឹងពោពេញដោយផ្សិតយ៉ាងឆាប់រហ័ស
បើចង់អ្នកអាចប្រើជាតិជួយបង្កើតរសជាតិដើមក៏បានប៉ុន្តែមិនគួរប្រើជាតិជួយបង្កើតរសរីរាង្គឡើយដើម្បីជៀសវាងបញ្ហាអនាគតអ្នកត្រូវដាក់ដបនៅកន្លែងមានពន្លឺច្រើនប៉ុន្តែមិនត្រូវឲ្យពន្លឺថ្ងៃផ្ទាល់ប៉ះក្នុងម៉ោងកណ្ដាលថ្ងៃឡើយនៅពេលព្រឹកឬពេលល្ងាចអាចឲ្យពន្លឺថ្ងៃប៉ះបន្តិចក៏បានប៉ុន្តែពេលថ្ងៃត្រង់គួរជៀសវាងព្រោះខាងក្នុងដបនឹងក្តៅខ្លាំងណាស់ហើយអ្នកអាចនឹងដុតកាត់ឬឲ្យស្លាប់ពិតបើអ្នករស់នៅតំបន់ដែលមានអាកាសធាតុក្តៅខ្លាំងវិធីល្អបំផុតគឺបើគុំរំដប់ចោលដូចជាដាក់ដើមរុស្ក្នុងផ្ទះដាំធម្មតាបើអាកាសធាតុត្រជាក់ឬត្រជាក់បន្តិចអ្នកអាចបិទគុំរំដប់ដើម្បីរក្សាអាហារធ្វើឲ្យសាំបានល្អជាងអ្នកអាចដាក់ថ្មតូចមួយលើគុំរំដប់ផងដែរដើម្បីឲ្យវាមិនបិទជិតពេញទេរឿងសំខាន់នៃប្រព័ន្ធនេះគឺការរក្សាភាពសីតុណ្ហភាពនិងសំណើមឲ្យសមស្របយើងត្រូវការបរិយាកាសដែលមានសំណើមប្រហែល 80 ទៅ 90% និងសីតុណ្ហភាពកម្រិតមធ្យមប្រហែល 8 អង្សាសេឬប្រហែល 68 អង្សាហ្វារិនហៃតមិនចាំបាច់ត្រូវត្រួតពិនិត្យឲ្យត្រឹមត្រូវឬមានកម្រិតសីតុណ្ហភាពដាក់ក៏បានគ្រាន់តែដាក់ដបនៅកន្លែងដែលមានពន្លឺល្អសីតុណ្ហភាពមធ្យមនិងគ្មានខ្យល់បក់ចូលចេញអ្វីសំខាន់គឺឲ្យខ្សាច់កុំឲ្យស្ងួតទាំងស្រុងហើយឲ្យដើមកាត់ស្ថិតនៅក្នុងបរិយាកាសមានស្ថិរភាពឥឡូវនេះមកដល់អ្វីសំខាន់បំផុតគឺការអត់ធ្មត់ដកដើមកាត់ចេញមើលរៀងរាល់ 2-3 ថ្ងៃដើម្បីពិនិត្យមើលថាវាបានដុះឬនៅបើអ្នកធ្វើបែបនោះអ្នកនឹងបំបែករុស្ថ្មីហើយដើមកាត់នឹងរងផលប៉ះពាល់ទុកឲ្យវាស្ងៀមស្ងាត់យ៉ាងហោចណាស់1ខែបើសិនជាអាកាសធាតុត្រជាក់អាចទុកបាន 2 ឬ 3 ខែផងដែរ Just as long as you see the top leaves are still green, everything is fine. When they finally grow roots, you can transplant them into the soil without any worries. សូមបញ្ជាក់មុនពេលបញ្ចប់ខ្ញុំចង់ណែនាំអ្វីមួយដែលយើងតែងប្រើនៅក្នុង Channel ហើយវាផ្ដល់លទ្ធផលល្អបំផុតគឺជាថ្នាំប្រឆាំងផ្សិតធម្មជាតិដែលងាយស្រួលធ្វើនិងល្អសម្រាប់ការការពារការកាប់ផ្សិតលើដើមកាត់អ្នកត្រូវការតែទឹក1លីត្រនិងម្សៅកៅអៅបន្តិចប៉ុណ្ណោះដំណើរការនេះងាយស្រួលណាស់យើងដាក់ម្សៅកៅអៅចូលក្នុងទឹក1លីត្រហើយកូរឲ្យល្អរហូតដល់វ៉ូលីជាសភាពទឹកស្អាតដោយគ្មានកំណាក់បន្ទាប់មកយើងច្រោះច្របាច់ចេញតាមក្រណាត់ស្អាតឬតម្រងស្អិតដើម្បីកម្សៅដែលនៅសល់ចេញដើម្បីកុំឲ្យវាធ្វើឲ្យម៉ាស៊ីនបាញ់ទឹករបស់យើងរអាក់រអួលហើយបន្ទាប់មកយើងមានថ្នាំប្រឆាំងផ្សិតធម្មជាតិរួចរាល់យើងបាញ់វាដោយប្រើម៉ាស៊ីនបាញ់ទឹកដោយផ្ទាល់លើដើមកាត់រៀងរាល់ 3 ដល់ 5 ថ្ងៃម្ដងដើម្បីការពារការរីកលូតលាស់នៃផ្សិតនិងបាក់តេរីជំហានតូចនេះជួយបានច្រើនណាស់ក្នុងការរក្សាឲ្យដើមកាត់មានសុខភាពល្អបង្ការការចេញផ្សិតនិងធ្វើឲ្យអត្រាដើមកាត់ឫសកើនឡើងយ៉ាងច្បាស់ហើយយើងបានរួចរាល់ហើយដោយប្រើដបទឹកធម្មតាមួយនិងខ្សាច់បន្តិចអ្នកអាចបង្កើតប្រអប់ដាំដើមកាត់តូចនៅផ្ទះបានដូចជាផ្ទះដាំដើមកាត់ដែលអាចផ្គត់ផ្គង់ទឹកដោយខ្លួនឯងជាមួយប្រព័ន្ធនេះអ្នកអាចបន្តពូជរុក្ខជាតិដូចជាស្លឹកគ្រៃឡាវ៉ាន់ដាសាវីចាស្មាំងមិនស្វាយក្រហមដើមត្របកឈើដើមប៉េងប៉ោះផ្លែស្វាយចន្ទីស្ទើរតែអ្វីដែលអ្នកចង់បានទាំងអស់វាជាវិធីសាស្ត្រងាយស្រួលតម្លៃថោកនិងមានប្រសិទ្ធភាពខ្ពស់លើសពីនេះទៀតដោយសារតែវាតូចអ្នកអាចផ្លាស់ទីវាបានងាយស្រួលនិងគ្រប់គ្រងសំណើមបានដោយមិនមានបញ្ហាបើអ្នកចូលចិត្តវីដេអូនេះសូមចុចឈ្មោះ Chief Channel ហើយប្រាប់ខ្ញុំក្នុងមតិយោបល់ថាតើអ្នកនឹងសាកល្បងដាំរុក្ខជាតិមួយណាមុនសិនសូមអរគុណយ៉ាងខ្លាំងទៅកាន់បងប្អូននៅទូទាំងអាមេរិកឡាទីនដែលតែងតែតាមដានយើងនិងជាក់ស្ដែងទៅកាន់បងប្អូនជនជាតិអេស្ប៉ាញនិងមនុស្សទាំងមូលលោកជួបគ្នាវីដេអូក្រោយហើយសូមឲ្យអ្នកទាំងអស់គ្នាបានកូនដំណាំល្អ